ឈប់សិនខាងមុខគឺជាតំបន់វលហាមចូលចិត្តសូមបង្ហាញលិខិតសម្គាល់ខ្លួនសួស្ដីសមិទ្ធខ្ញុំចង់រកមនុស្សម្នាក់លោកពូជាអតីតយុទ្ធជនមែនទេតើលោកពូចង់ជួបនរណាតើមានការណាត់ជួបជាមួយយោធភូមិភាគទេខ្ញុំមិនបានណាត់ទុកទេខ្ញុំមកជួបឡៃជីនហៃលោកពូឡៃជីនហៃគឺជាមេបញ្ជាការកម្ពុជាប្រចាំខេត្តយើងណាឈ្មោះថ្នាក់ដឹកនាំមិនអាចឲ្យផ្ដេសផ្ដាស់បានទេបើគ្មានលិខិតអនុញ្ញាតពិសេសពីក្រសួងទេគ្មាននរណាម្នាក់អាចចូលបានឡើយសូមលោកពូចាក់ចេញភ្លាមទៅកុំរំខានដល់ការងារយាមកម្មអីសមិទ្ធខ្ញុំគ្មានលិខិតអនុញ្ញាតទេតែថ្ងៃនេះខ្ញុំដាច់ខាតត្រូវតែជួបគាត់វាជារឿងអាយុជីវិតកូនប្រុសខ្ញុំកំពុងរងចាំខ្ញុំជួយសង្គ្រោះសូមជួយយកសៀវភៅអតីតយុទ្ធជននេះទៅបន្ទប់យាមប្រាប់គាត់ថាមានមនុស្សចាស់ពីណានជាមកជួបខ្ញុំគោរពលោកពូដែលជាអតីតតំបន់យោធាមានច្បាប់វិន័យតឹងរ៉ឹងណាស់មេបញ្ជាការរវល់ការងារកងទ័ពរដ្ឋមិនអាចពឹងតែសៀវភៅមួយនេះឲ្យគាត់មកជួបបានទេបើសិនជាលោកពូមានរឿងបន្ទាន់មែនសូមទៅការិយាល័យកងទ័ពឬមន្ទីរទទួលពាក្យបណ្ដឹងតាមនីតិវិធីត្រឹមត្រូវទៅមិនមែនជាកន្លែងដែលលោកពូអាចបំពេញចូលបានទេខ្ញុំមិនធ្វើឲ្យពួកឯងពិបាកទេលោកពូថ្ងៃនេះកម្ដៅ38ដេឡើងដល់ជាង40អង្សារាងកាយលោកពូមានពិការភាពស្រាប់ផងបើហើរថ្ងៃពេញមួយថ្ងៃបែបនេះអាចគ្រោះថ្នាក់ដល់ជីវិតណាស់លោកពូឆាប់រកកន្លែងលប់សម្រាកទៅឆ្អឹងរបស់ខ្ញុំនៅក្នុងចំការមានវាមិនទាន់ខ្ទេចផងហើយថ្ងៃប៉ុន្មានម៉ោងនេះធ្វើអីខ្ញុំមិនបានទេពួកឯងយាមការងារពួកឯងចោះចាត់ទុកថាគ្មានខ្ញុំនៅទីនេះទៅមានរឿងអីហ្នឹងតើអ៊ំប្រុសម្នាក់នេះជានរណាហេតុអីទុកឲ្យគាត់ច្រហៅថ្ងៃចេះបែបនេះមេបញ្ជាការយុទ្ធជនម្នាក់នេះមកទីនេះ3ម៉ោងហើយគាត់ទាមទារចង់ជួបមេបញ្ជាការឡើយគ្មានបានអនុញ្ញាតពួកយើងក៏ខាត់គាត់តាមច្បាប់តែគាត់បដិសេធមិនព្រមចេញទេនៅរឿងនោះឈរចាំនៅទីនេះរហូតពួកយើងប្រាប់យ៉ាងណាក៏មិនស្ដាប់ដែរទៅសម្រាប់សិនទៅបើនៅតែឈរទៀតលោកពូអាចគ្រោះថ្នាក់ដល់ជីវិតណាលោកពូមានរឿងអយុត្តិធម៌អីប្រាប់ខ្ញុំនឹងជួយតាក់ទងទៅខាងស្ថាប័នពាក់ព័ន្ធភ្លាមខ្ញុំមិនរកស្ថាប័នអីទេខ្ញុំមករកតែឡៃជីនហៃម្នាក់គាត់មេបញ្ជាការឡៃកំពុងតែដឹកនាំមិនអាចមាននរណាម្នាក់ចូលរំខានគាត់បានឡើយទោះមានរឿងធំប៉ុណ្ណាក៏ដោយក៏ត្រូវរងចាំឲ្យប្រជុំចប់សម្ដែងទឹកនៅបន្ទប់យាមជាមួយខ្ញុំសិនទៅល្អទេខ្ញុំសូមអង្វរលោកពូហើយទៅប្រាប់ឡៃជីនហៃប្រាប់គាត់ថាគឺប្រធានក្រុមទ័ពសេនាស្រួយទី3ខ្លាណានជាងរហោះណាមចៅឯកទៅប្រាប់គាត់ទៅថាកាលពី18ឆ្នាំមុននៅសមរភូមិទី113ពីការដៃដែលបានរុញគាត់ចេញពីជំនួសគាត់នោះគឺឈិនឈីងសានថ្ងៃនេះមកទាបំណុលគាត់ហើយក្នុងនាមជាចំណិតផ្ទាល់របស់មេបញ្ជាការលីធ្លាប់បានលើមេបញ្ជាការនិយាយរាប់ផ្លេចពេលដែលគាត់ស្រវឹងយំមនុស្សម្នាក់ដែលបានសង្គ្រោះជីវិតគាត់នៅណានដោយស្ងាត់ស្ងៀមក្រោយសង្គ្រាមចោលមនុស្សម្នាក់នោះគឺជាវីរបុរសកម្ពុជាដ៏ពិសិដ្ឋបំផុតក្នុងបេះដូងរបស់មេបញ្ជាការអាចប៉ះពាល់បានឡើយលោកមេបញ្ជាការលោកពិតជានៅរស់មែនឆាប់បើកទ្វារភ្លាមឆាប់ឲ្យរថយន្តសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុតមកទីនេះលោកមេបញ្ជាការសូមទ្រាំសិនណាខ្ញុំនឹងទៅរាយការណ៍ប្រាប់មេបញ្ជាការឡៃទោះបីជាគាត់កំពុងប្រជុំរឿងធំប៉ុណ្ណាក៏ដោយខ្ញុំក៏ត្រូវតែទាញគាត់ចេញមកជួបលោកដែរមិនបាច់គ្រាទេជើងរបស់ឈិនឈីងសានខ្ញុំមិនទាន់បាក់ឡើយទេខ្ញុំអាចដើរចូលដោយខ្លួនឯងចំណែកឯនៅទីក្រុងជាងឈឹងនាពេលនេះពួកអភិជនដែលកំពុងតែសប្បាយភ្លេចខ្លួនទាំងនោះពួកគេមិនបានដឹងខ្លួនតតែមេឃដែលគ្រប់ដណ្ដប់ពេញផែនដីកំពុងតែធ្លាក់ចុះមកសង្កត់ពីលើក្បាលរបស់ពួកគេហើយអនុខេណេលីមិនឃើញគេកំពុងប្រជុំធំទេមានសន្តាប់ធ្នាប់សោះនេះទៅវិញលីអញគួរតែមានហេតុផលសម្រុំមួយដែលមិនធ្វើឲ្យខ្ញុំចាប់ឯងដាក់គុកឡើងទើបធ្វើឲ្យអញហ៊ានបំពេញវិន័យកងទ័ពបែបនេះការមេបញ្ជាការនៅខាងក្រៅមានអតីតយុទ្ធជនម្នាក់សូមចូលទទួលពាក្យបណ្ដឹងឬខាងនយោបាយជាអ្នកទទួលទៅអញជាប្រធានក្រុមអង្គរៈគ្រាន់តែរឿងបណ្ដឹងសុកចិត្តមករំខានមេបញ្ជាការពោះអញ្ចឹងហោះគឺទទួលមិនបានទេបញ្ជាក់ពីការចូលនិវត្តន៍ឡើយគាត់ឲ្យខ្ញុំនាំពាក្យមួយឃ្លាមកប្រាប់លោកប្រាប់ថាគាត់គឺជាប្រធានក្រុមទ័ពសេនាស្រួយទី3ខ្លាំងណាស់ចៅឯក